ជំរុញអង្គភាពសារព័ត៌មានអនឡាញដោយប្រើប្រាស់ domain name KH domain ជាតិដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងខ្លឹមសារនិងមាតិកាការរក្សាទុកទិន្នន័យវេទិកាវិទ្យាការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិការរៀបចំសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាននិងការលើកកម្ពស់អត្តសញ្ញាណជាតិនៃយើងហើយមិញក្នុងរបាយការណ៍របស់អាដាមនេតភត្រាក៏មានសំណើសូមលើកលែងថ្លៃសេវាពីឆ្នាំដែលក្នុងនោះ$30មួយឆ្នាំបាទកន្លងទៅយើងប្រើ domain បរទេសដូចបង់ដែរដូចកន្លែងខ្លះដូច$60មួយឆ្នាំអញ្ចឹងប្រើប្រាស់ domain នៅកម្ពុជាដាក់ KH យើងអាចសន្សំថវិកាហើយឥឡូវចេះគឺឯកភាពតាមសំណើគឺលើកលែងថ្លៃសេវាហើយឥឡូវវា6ខែទៀតបណ្ដល់2026 27បើសុំ26 27បើនៅតែ25នេះបងនេះអីចឹងឥឡូវសូមឲ្យគិតគូរគិតពីពេលនេះទៅតែម្ដងទៅថែមពាក់កណ្ដាលទៀតក៏មិនអីដែរអញ្ចឹង2ឆ្នាំដែលបងប្អូនដូរមក domain KH នេះជាមួយក្រសួងប្រៃសណីដោយមិនចាំបាច់នៅក្នុងការបង់ថ្លៃនោះទេសម្រាប់ស្ថាប័នអង្គភាពសារព័ត៌មានខ្នាតតូចរបស់យើងដែលមានការលំបាកបាទសូមអរហើយសូមលើកទឹកចិត្តខ្មែរឲ្យច្រើនបាទស្អីដែលជារបស់ខ្មែរថវិកាឥឡូវយើងជំរុញការប្រើប្រាស់លុយខ្មែរឲ្យច្រើនបើកបៀវត្សបើកអីលុយខ្មែរឲ្យច្រើនបាទអញ្ចឹងកុំពិបាកយើងមិនបិទសិទ្ធិសេរីភាពទេប៉ុន្តែលើកទឹកចិត្តចូលរួមបើន័យថាបើខ្មែរមិនប្រើប្រាស់របស់ខ្មែរមានពេលណាប្រើទៀតអញ្ចឹង domain របស់យើងសូមនាំគ្នាប្រើឲ្យច្រើនដើម្បីយើងអាចធ្វើបានថ្ងៃក្រោយសារព័ត៌មានរបស់យើងឲ្យតែឃើញ KH ពីកម្ពុជាទៅហើយយើងទៅស្រុកគេសារព័ត៌មានស្រុកគេសិតតែមាន domain ស្រុកគេភាគច្រើនអាហ្នឹងគឺសូមលើកទឹកចិត្តបាទហើយបើសិនជាមកតាន់2ឆ្នាំនេះ free ជូនទៀតបាទសូមអរគុណ